អក្សរសង្ខេបប្រើក្នុងវចនានុក្រមខ្មែរសម្ដេចជួនណាគឺជាកិរិយាសព្ទពាក្យទាំងនេះខ្ញុំលើករំលងខ្លះហើយមិនបានទៅសេទាំងអស់ទេកិនុកិរិយានុក្រមកជង្លោស្មើនឹងក្លឹងគឺភាសាក្លឹងហ្នឹងបាទកជង្លោចុចម៉ូចុចក្លាយម៉ូជាកគុចុចស្មើនឹងគុណសព្ទចដសអិចុចបើថាស្មើនឹងចិនគឺភាសាចិនដែរចចង្រោចុចស្មើនឹងនិយាយនេះច្រើននិយាយថាចចង្រោចុចបោះចង្រោចុចស្មើនឹងច្រើនប្រើជាតចុចតចុចសចង្រោចុចស្មើតាមទម្លាប់ស្រួលមើលតាមទម្លាប់ស្រួលបាត់ណូចុចស្មើនឹងនាមសព្ទណូដសអិចុចស្មើនឹងនិបាតសព្ទនិចុចសចុចគឺនិបាតសព្ទជាសន្ធានបចុចបានន័យថាបរបាសព្ទបចុចសរសអំចុចស្មើនឹងបកតិសង្ខាឬសង្ខាសព្ទដែលគេរាប់រាយចាប់ពី1ដល់10បរសអាចុចនេះបានន័យថាបាលីគឺបាលីភាសាបរសអាចុចឬក៏កចង្លោចុចនេះស្មើនឹងបាលីក្លាយបរសអាចុចសចុចស្មើនឹងបាលីភាសាសិនបាត់ណាលោកបរសអាចុចសរសអំចុចបានន័យថាបាលីសំស្ក្រឹតលាយគ្នាណាលោកបរសអាចុចសរសអំចុចកចង្លោចុចគឺបាលីនឹងសំស្ក្រឹតលាយគ្នាបរសអានឹងអក្សររចុចបារាំងភាសាបារាំងសេះតទៅវគ្គទី2ទី3